ដាក់កូនទៅក្នុងម៉ាស៊ីនអាំងសាច់ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី9 ខែកុម្ភៈឆ្នាំ2024នៅក្នុងទីក្រុងហ្គាណាស់រដ្ឋមីស៊ូរីស្ត្រីម្នាក់មានឈ្មោះថាម៉ារីយ៉ាដែលកំពុងមើលថែកូនស្រីអាយុ1 ខែនៅពេលដែលនាងមើលថែកូនរបស់នាងមានអារម្មណ៍ថាងងុយគេងបន្ទាប់មកគាត់ក៏បានដាក់កូនរបស់គាត់ឲ្យគេងនៅក្នុងអង្រឹងហើយគាត់ក៏បានគេងអស់មួយសន្ទុះផងដែរនៅពេលដែលម៉ារីយ៉ាភ្ញាក់ពីគេងនាងបានដើរទៅបើកទ្វារម៉ាស៊ីនអាំងសាច់ពេលនោះម៉ារីយ៉ាបានស្រែកយ៉ាងខ្លាំងខណៈពេលនោះដែរឪពុករបស់ម៉ារីយ៉ាបានត្រឡប់មកផ្ទះវិញហើយគាត់បានឃើញទស្សនវិជ្ជាដ៏រន្ធត់មួយដោយសារតែចៅស្រីរបស់គាត់កំពុងតែគេងនៅក្នុងម៉ាស៊ីនអាំងសាច់ទាំងសម្លៀកបំពាក់និងកន្ទោបរបស់ចៅស្រីគាត់បានរលាយចូលគ្នានៅពេលនោះម៉ារីយ៉ាបានបញ្យល់ប្រាប់ឪពុកនាងថាខ្ញុំគិតថាខ្ញុំបានដាក់កូនរបស់ខ្ញុំឲ្យគេងនៅក្នុងអង្រឹងក្រោយពេលកើតហេតុប៉ូលីសបានចាប់ខ្លួនម៉ារីយ៉ាពីបទឃាតកម្មយោងតាមក្រុមគ្រួសាររបស់ម៉ារីយ៉ាបានឲ្យដឹងថាម៉ារីយ៉ាមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរប៉ុន្តែនាងបានឈប់ប្រើថ្នាំនៅពេលដែលនាងមានផ្ទៃពោះ7 ខែដែលធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់ម៉ារីយ៉ាកាន់តែអាក្រក់ទៅហើយនេះគឺជាហេតុដែលនាំឲ្យនាងប្រព្រឹត្តអំពើមួយនេះកើតឡើងបន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើងគណៈវិនិច្ឆ័យនិងចៅក្រមបានកាត់ទោសឲ្យនាងជាប់គុកអស់មួយជីវិតពីបទឃាតកម្មនៅថ្ងៃទី20 ខែឧសភាឆ្នាំ2015ស្ត្រីម្នាក់មានឈ្មោះថារ៉ូមីអាយុ24 ឆ្នាំមកពីរដ្ឋ Maryland បាននាំកូនប្រុសរបស់នាងអាយុ3 ឆ្នាំទៅលេងនៅសួនកម្សាន្តក្បែរផ្ទះរ៉ូមីបានដាក់កូនប្រុសរបស់នាងឲ្យអង្គុយលេងនៅលើទងដំបូងគ្មាននរណាម្នាក់កត់សម្គាល់ឃើញពីភាពមិនប្រក្រតីរវាងរ៉ូមីនិងកូនប្រុសរបស់នាងនោះទេហើយនៅពេលដែលមេឃងងឹតអ្នកដែលនៅសួនកម្សាន្តនោះបាននាំគ្នាចាក់ចេញម្ដងម្នាក់ប៉ុន្តែរ៉ូមីនិងកូនរបស់នាងនៅលេងនៅកន្លែងដដែលរ៉ូមីបានបន្តយល់កូនរបស់នាងដោយមិនមានមាត់មួយម៉ាត់រហូតដល់ថ្ងៃទី22 ខែឧសភាដែលត្រូវជាថ្ងៃទី3មនុស្សដែលបានទៅលេងនៅសួនកម្សាន្តនោះមានការតក់ស្លុតយ៉ាងខ្លាំងនិងបានទេទូរស័ព្ទទៅកាន់សមត្ថកិច្ចផងដែរលុះដល់ម៉ោង 1:25 នាទីសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានប្រទះឃើញថាក្មេងប្រុសតូចនោះបានស្លាប់បាត់ទៅហើយប៉ុន្តែស្ត្រីដែលជាម្ដាយនៅតែរុញយល់កូនរបស់នាងមិនឈប់ក្រោយពេលដែលពិនិត្យទៅលើក្មេងប្រុសម្នាក់នោះបានឲ្យដឹងថាក្មេងប្រុសម្នាក់នោះស្លាប់ដោយសារតែត្រូវកម្ដៅថ្ងៃយូរពេកនិងខ្វះជាតិទឹកហើយស្ត្រីម្នាក់នោះបានវាយកូនប្រុសរបស់នាងស្លាប់អស់រយៈពេល44 ម៉ោងទៅហើយបន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើងគណៈវិនិច្ឆ័យនិងចៅក្រមបានកាត់ទោសឲ្យនាងជាប់គុកអស់មួយជីវិតពីបទឃាតកម្មនៅថ្ងៃទី2 ខែតុលាឆ្នាំ2006នៅប្រទេសកាណាដាស្ត្រីម្នាក់មានឈ្មោះថាអ៊ីឡែនបានប្រើប្រាស់កាមេរ៉ាថតអ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទះរបស់នាងនៅម៉ោង 12 នាងបានត្អូញត្អែរជាច្រើនដងចំពោះមុខកូនរបស់នាងថាអតីតប្តីរបស់នាងបានធ្វើបាបផ្លូវចិត្តនិងរាងកាយរបស់នាងអស់រយៈពេល3 ឆ្នាំទៅហើយឥឡូវនេះនាងចង់នាំកូនរបស់នាងទៅឲ្យឆ្ងាយដើម្បីឲ្យព្រះជួយការពារកូនរបស់នាងប៉ុន្មានម៉ោងក្រោយមកអ៊ីឡែនបានសម្លាប់កូនរបស់នាងអ៊ីឡែនបាននាំសេរីណាដែលមានអាយុ3 ឆ្នាំនិងសូហ្វីយ៉ាអាយុ2 ឆ្នាំទៅក្នុងបន្ទប់ទឹកបន្ទាប់មកបានបង្រៀនឲ្យក្មេងៗដាក់ក្បាលត្រាំចូលទៅក្នុងទឹករហូតដល់ស្លាប់រួចហើយបានផ្ញើវីដេអូទៅកាន់អតីតប្តីរបស់នាងភ្លាមនោះលីអូនីអូបានទេទៅប្តឹងប៉ូលីសបន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើងទោះបីជាគេរកឃើញថាអ៊ីឡែនមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរគណៈវិនិច្ឆ័យនិងចៅក្រមបានកាត់ទោសឲ្យនាងជាប់គុកអស់មួយជីវិតពីបទឃាតកម្ម